យើងចូលដល់ចំណុចទី2 he learns Chinese he learns Chinese អញ្ចឹង he learns Chinese he learns Chinese នឹងគឺមានន័យថាម៉េចអត់គឺមានន័យថាគាត់រៀនភាសាចិន he learns Chinese អូខេគាត់រៀនភាសាចិនអញ្ចឹងយើងប្រើពាក្យគាត់យើងមិនប្រើពាក្យថា he's learn Chinese ឬក៏ him learn Chinese គឺអត់ត្រូវទេណាគឺយើងប្រើពាក្យ he ប្រើពាក្យ he ទោះបីជាពាក្យ him នឹងប្រែថាគាត់ក៏ដោយប៉ុន្តែយើងមិនអាចប្រើមកដាក់ខាងដើមប្រយោគបានទេលោកគ្រូបញ្ជាក់បន្ថែមតិចថាហេតុអីបានយើងមិនអាចដាក់បានពីព្រោះនៅពេលនេះយើងមើលនេះ he គាត់រៀនភាសាចិននៅពេលដែលគាត់រៀនគាត់មានសកម្មភាពរៀនទេគាត់មានសកម្មភាពមានទង្វើមានការសិក្សាហ្នឹងគឺមានសកម្មភាពទេមានមែនអត់មានអញ្ចឹងយើងលើកឧទាហរណ៍តាក់ទងនឹងអត្ថន័យបន្តិចអញ្ចឹងអត្ថន័យនៃប្រធានមានន័យថាម៉េច subject pronouns subject pronoun គឺជាសព្វនាមប្រធានដែលសព្វនាមប្រធានគឺជាអ្នកមានសកម្មភាពណាអាហ្នឹងអត្ថន័យណានិយមន័យរបស់គេ subject pronoun ហ្នឹងសព្វនាមប្រធានគឺជាអ្នកមានសកម្មភាពអ្នកមានអំពើទៅលើកម្មបត្តិអញ្ចឹងឲ្យតែបើសិនជាគាត់ជាអ្នកមានសកម្មភាពគឺគាត់ជាប្រធានដែរអញ្ចឹងនេះឃើញអត់គាត់រៀនចិនគាត់មានសកម្មភាពទេអញ្ចឹងបានយើងត្រូវជ្រើសរើសយក he មកប្រើតោះនេះព្រោះអីបើយើងយក him មកប្រើមានន័យថាប្រែថាគាត់ដែរប៉ុន្តែគាត់នឹងគាត់មានសកម្មភាពទេគឺគាត់នៅស្ងៀមប៉ុន្តែនេះគឺគាត់រៀនគាត់មានសកម្មភាពយល់បានទេអញ្ចឹងហ្នឹងហើយទី3 she sleeps at 10 pm ហ្នឹងហើយshe sleeps at 10 pm she sleeps at 10 pm ហ្នឹងគឺនាងគេងណានាងគេងនៅម៉ោង10យប់ណានាងគេងនៅម៉ោង10យប់អញ្ចឹងនេះគឺយើងប្រើពាក្យ she អូខេលោកគ្រូអត់បញ្យល់លំអិតទៀតទេគឺខ្លីៗ it is an English book it is an English book វាគឺជាសៀវភៅភាសាអង់គ្លេសមួយក្បាលអញ្ចឹងណាវាគឺជាសៀវភៅភាសាអង់គ្លេសមួយក្បាលអញ្ចឹងយើងមើលនេះពាក្យ it គឺប្រែថាវាអញ្ចឹងនៅក្នុងប្រធានមួយលោកគ្រូលើកឧទាហរណ៍មួយឲ្យណាគ្រូអត់បានដាក់ឲ្យច្រើនទេយើងមើលឧទាហរណ៍ទី5តើតើនឹង we ពួកយើងណាអញ្ចឹង we study English every day we study English every day ហ្នឹងហើយពួកយើងរៀនភាសាអង់គ្លេសជារៀងរាល់ថ្ងៃ every day ហ្នឹងរៀនរាល់ថ្ងៃណា we study English every day អូខេអញ្ចឹងពួកយើងរៀនភាសាអង់គ្លេសជារៀងរាល់ថ្ងៃអញ្ចឹងនេះគឺពួកយើងអត់ពិបាកប្រើទេណាគ្រាន់តែអានឲ្យយល់ឲ្យដឹងចេះប្រើទៅបានដែរឲ្យដឹងប្រែមិនទៅបានទេមិនចាំស្វែងយល់ជ្រៅអីពេកទេគ្រូគ្រាន់តែផ្ដាំផ្ញើប៉ុណ្ណឹងណាអូខេតើយើងមើលទី6 you are handsome handsome ហ្នឹងប្រែថាសង្ហាណាគឺយើងប្រើចំពោះមនុស្សប្រុសយើងអាចនិយាយបានថា she is handsome អីបានអត់បានទេ you are handsome មានន័យថាអ្នកសង្ហាអញ្ចឹងអ្នកហ្នឹងសំដៅថាពួកគាត់អ្នកដែលយើងកំពុងនិយាយពីទៅដល់អ្នកហ្នឹងគឺអ្នកហ្នឹងគឺជាប្រុសព្រោះ handsome ប្រើតែចំពោះមនុស្សប្រុសទេបើចំពោះមនុស្សស្រីយើងប្រើពាក្យផ្សេងណាគឺ beautiful ណាគឺប្រែថាស្រស់ស្អាតហ្នឹងហើយយើងមើលពាក្យទី7ប្រយោគទី7 they play football ពួកគេលេងបាល់ទាត់ណាអញ្ចឹងកន្លែងពួកគេលេងបាល់ទាត់នេះគឺយើងប្រើ they នៅខាងមុខយើងមិនប្រើ them ទេណាពួកគេលេងពួកគេមានសកម្មភាពមែនអត់អញ្ចឹងគឺជាប្រធានដែលលេងបាល់ទាត់ហ្នឹងណាតោះអញ្ចឹងលោកគ្រូបញ្យល់ខ្លីៗប៉ុណ្ណឹងមិនយល់ក៏អត់អីដែរណាមិនខ្វល់ច្រើនទេស្ដាប់គ្រូប៉ុណ្ណឹងអត់យល់ក៏អត់អីដែរនៅក្នុងមេរៀនទៅមកគង់តែយល់ទេគ្រូគ្រាន់តែផ្ដាំផ្ញើប៉ុណ្ណឹងយើងមិនអាចរៀនវគ្គទី1ចាប់ផ្ដើមមកយើងយល់ហ្មងគឺអត់ទេយើងជួបឧទាហរណ៍ដែលទៅយើងនឹងយល់ហើយគ្រូគាត់ផ្ដាំផ្ញើអញ្ចឹងណាបទពិសោធន៍គ្រូឆ្លងកាត់ឲ្យគ្រូដឹងអញ្ចឹងយើងចូលមកដល់កន្លែង possessive adjectives អញ្ចឹងលោកគ្រូរំលឹកពី possessive adjective បន្តិច possessive adjectives គឺជាគុណនាមដែលយើងបង្ហាញពីកម្មសិទ្ធិហ្នឹងមានន័យថាយើងចង់និយាយអំពីអ្វីមួយដែលជាកម្មសិទ្ធិរបស់យើងណាអញ្ចឹងដូចជា my ប្រែថារបស់ខ្ញុំ his របស់គាត់ her របស់នាងឬក៏របស់គាត់ប៉ុន្តែសំដៅលើមនុស្សស្រីណា is ប្រែថារបស់វា our របស់ពួកយើង your របស់អ្នក their ប្រែថារបស់ពួកគេ examples យើងមើលមកកាន់ឧទាហរណ៍ 1 she's my girlfriend នាងគឺជានាងគឺជាអីគេនាងគឺជាមិត្តស្រីរបស់ខ្ញុំមានន័យថាមិត្តស្រីហ្នឹងគឺ girlfriend ហ្នឹងគឺសង្សារណាមានន័យថាគាត់ជាសង្សាររបស់ខ្ញុំហ្នឹងហើយគាត់នាងប៉ុន្តែភាសាអង់គ្លេសគេនិយាយថាមិត្តស្រីអញ្ចឹងណាប៉ុន្តែនាងគឺជាសង្សាររបស់ខ្ញុំមិត្តស្រីហ្នឹងគឺសំដៅថានាងជាសង្សារណាអញ្ចឹង she is my girlfriend នាងជាសង្សាររបស់ខ្ញុំឃើញទេបង្ហាញថាម្នាក់ហ្នឹងគឺនារីម្នាក់ហ្នឹងគឺជាកម្មសិទ្ធិរបស់យើងហើយពួកគាត់ជាសង្សារយើងមិនអាចអ្នកណាមកញ៉ែបានទេឃើញបង្ហាញពីកម្មសិទ្ធិទេហ្នឹងហើយយើងមើលទី2យើងមើលពាក្យ his ប្រែថារបស់គាត់ this is his book អញ្ចឹង this is នេះគឺជា his របស់គាត់ book អញ្ចឹងប្រែថានេះគឺជាសៀវភៅរបស់គាត់អញ្ចឹងពាក្យរបស់គាត់យើងប្រែក្រោយគេណានេះគឺជាសៀវភៅរបស់គាត់ឃើញទេអញ្ចឹងយើងប្រើពាក្យ
his ប្រែថារបស់គាត់ឃើញបង្ហាញពីកម្មសិទ្ធិទេបង្ហាញថាសៀវភៅនេះគឺជាកម្មសិទ្ធិរបស់គាត់ understand that you got it ទទួលបានទេណាតោះទី3 I am her friend I am her friend I am her friend ប្រែថាខ្ញុំគឺជាមិត្តរបស់នាងឃើញទេនេះ I am her friend អញ្ចឹងបង្ហាញថាខ្ញុំគឺជាមិត្តរបស់នាងអញ្ចឹងគឺជាមិត្តរបស់នាងបង្ហាញថាខ្ញុំជាមិត្តបង្ហាញពីកម្មសិទ្ធិថាជាកម្មសិទ្ធិជាមិត្តរបស់នាងអញ្ចឹងណាប៉ុន្តែមិត្ត friend ហ្នឹងគឺមិនមែនមិត្តប្រុសឬក៏សង្សារអីទេមានន័យថាជាមិត្តភក្តិរាប់អានគ្នាបើសិនជាដាក់ boyfriend អាហ្នឹងបានទៅជាសង្សាររបស់នាងអញ្ចឹងណាអូខេតោះយើងមើលពាក្យទី4សំទោស clear ទី4ប្រយោគទី4 It is a kiwi it is a kiwi its beak is very long It is a kiwi its beak is very long ចឹងវាគឺជាសត្វគីវី kiwi ហ្នឹងគឺសត្វគីវីវាគឺជាសត្វគីវីមួយក្បាល its beak is very long ចំពោះ beak ហ្នឹងគឺប្រែថាចំពោះរបស់វាគឺវែងខ្លាំងណាស់យើងមើលទី5 He is our teacher He is our teacher គាត់គឺជាគ្រូបង្រៀនរបស់ពួកយើងឧទាហរណ៍ថាទាំងអស់គ្នាឃើញលោកគ្រូកំពុងតែដើរអញ្ចឹងណាចុះលោកគ្រូម្នាក់ហ្នឹងគាត់ជាអ្នកណាគេនោះប៉ុន្តែមានមិត្តភក្តិយើងស្គាល់គ្រូអញ្ចឹងណាថាគាត់ជាគ្រូរបស់ពួកយើងតាឃើញទេអញ្ចឹងបង្ហាញថាគ្រូគឺជាកម្មសិទ្ធិរបស់ពួកយើងបង្ហាញថាជាគ្រូហ្នឹងហើយជាគ្រូរបស់ពួកយើងអាហ្នឹងគឺបង្ហាញពីកម្មសិទ្ធិឥឡូវយើងមើលមកកាន់ទី6 Is this your book Is this your book តើនេះជាសៀវភៅរបស់អ្នកមែនទេនេះ Is this តើនេះគឺជា your book សៀវភៅរបស់អ្នកមែនទេនឹងគឺបង្ហាញពីកម្មសិទ្ធិគេសួរថាតើសៀវភៅនេះជាកម្មសិទ្ធិរបស់អ្នកឬអញ្ចឹងណាហ្នឹងហើយទី7 I am their teacher I am their teacher ឧទាហរណ៍ថាលោកគ្រូគឺជាគ្រូបង្រៀនត្រូវទេអញ្ចឹងលោកគ្រូគឺជាគ្រូបង្រៀនស្រាប់តែមានក្មេងមួយក្រុមគេកំពុងតែហត់លេងក្រោមដើមឈើអញ្ចឹងណាហ្នឹងហើយបន្ទាប់មកទៀតមានបុគ្គលម្នាក់មកជួបគ្រូគេសួរគ្រូថាគាត់សួរគ្រូថាអូពួកគេហ្នឹងជាសិស្សរៀននៅសាលានេះមែនទេហ្នឹងហើយខ្ញុំក៏ពេលនោះគ្រូឆ្លើយថាបាទគឺត្រឹមត្រូវហើយពេលនោះក៏ស្រាប់តែអ្នកដែលគាត់សួរគ្រូនោះគាត់សួរគ្រូបន្តទៀតថាចុះអ្នកណាទៅដែលជាគ្រូរបស់ពួកក្មេងៗទាំងអស់ហ្នឹងអញ្ចឹងពេលហ្នឹងគឺលោកគ្រូគឺជាគ្រូរបស់ក្មេងៗទាំងអស់ហ្នឹងអញ្ចឹងលោកគ្រូអាចឆ្លើយថា I am their teacher ខ្ញុំគឺជាគ្រូរបស់ពួកគេឃើញទេហ្នឹងហើយអញ្ចឹងគឺបង្ហាញថាខ្ញុំជាកម្មសិទ្ធិបង្ហាញពីកម្មសិទ្ធិថាខ្ញុំជាគ្រូរបស់ពួកគេណាអញ្ចឹងងាយស្រួលយល់ទេណាតែបើអត់យល់ក៏អត់បញ្ហាដែរគ្រូនៅតែនិយាយទៅដល់ដោយសារតែមេរៀនហ្នឹងយើងទៅជួបដំបូងខ្លៃគ្នាយើងខ្លះថ្មីអត់ដែលជួបរៀនទៅអត់យល់អញ្ចឹងយ៉ាងណាមិញកុំទាន់បារម្ភច្រើនណាហ្នឹងហើយនៅក្នុងមេរៀនបន្តគឺយើងនឹងបានជួបហើយយើងចូលមកដល់ចំណុចទី3គឺតាក់ទងជាមួយនឹង object pronouns object pronoun តើជាអ្វី object pronoun គឺជាសព្វនាមដែលជាកម្មបទដែលទទួលរងអំពើពីប្រធានអញ្ចឹងតើការទទួលរងអំពើពីប្រធាននឹងទទួលរងបែបម៉េចយើងនឹងសិក្សាឲ្យស៊ីជម្រៅបន្តិចទៀតណានៅក្នុងនេះអញ្ចឹងយើងមើល I ខ្ញុំដល់ពេលទៅជាកម្មបទទៅជា me he គាត់កម្មបទទៅជា him she ប្រែថានាងនៅពេលដែលទៅជាកម្មបទ her it ជាប្រធាននៅពេលជាកម្មបទគឺ it ដូចគ្នាដដែល we ពួកយើងជាប្រធានជាកម្មបទ us you អ្នកជាប្រធាននៅពេលដែលទៅជាកម្មបទគឺ you ដដែល they them ហ្នឹងហើយអញ្ចឹងយើងចូលមកដល់ចំណុចឧទាហរណ៍អញ្ចឹងនៅក្នុងឧទាហរណ៍នេះយើងមើលឧទាហរណ៍ទី1 Did you call me last night Did you call me last night អញ្ចឹងDid you call me last night ហ្នឹងប្រែថាតើអ្នកបាន call មកខ្ញុំមែនទេកាលពីយប់មិញ last night ហ្នឹងគឺប្រែថាយប់មិញតើនេះយប់មិញណាយប់ដែលកន្លងហួសហៅយប់មិញអញ្ចឹង Did you call me last night ហ្នឹងហើយតើអ្នកបាន call មកខ្ញុំមែនទេកាលពីយប់មិញលោកគ្រូលើកឧទាហរណ៍ថាយប់មិញទូរស័ព្ទយើងរោប៉ុន្តែយើងគេងលក់អញ្ចឹងស្រាប់តែក្រោកពីគេងមកគឺឃើញទូរស័ព្ទអញ្ចឹងណាក្រោកពីគេងមកគឺឃើញទូរស័ព្ទយើងមាន miss call អញ្ចឹងយើងផ្ញើសារទៅសួរមិត្តភក្តិយើងថាយប់មិញអ្នកបាន call មកខ្ញុំមែនអញ្ចឹងយើងអាចសួរជាភាសាអង់គ្លេសថា Did you call me last night ហ្នឹងហើយគឺយើងអាចសួរបែបហ្នឹងបានអញ្ចឹងលោកគ្រូចង់បញ្ជាក់គឺអ្នកគ្រូចង់បញ្ជាក់កន្លែងពាក្យ me Did you call me អញ្ចឹងលោកគ្រូថានៅពេលដែលគេទេមកយើងនៅពេលដែលគេ call មកយើងណាអញ្ចឹងពេលនោះគឺបុគ្គលអ្នកអញ្ចឹងតើអ្នកបាន call មកខ្ញុំមែនទេអញ្ចឹងពាក្យអ្នកនេះអញ្ចឹងអ្នកហ្នឹងគឺជាអ្នក call មែនទេយើងមិនមែនជាអ្នក call ទេយើងអ្នកដែលត្រូវបានគេ call មកអញ្ចឹងយើងគឺជាកម្មបទដែរណាយើងគឺជាកម្មបទឯកន្លែងហ្នឹងយើងមើលឧទាហរណ៍ទី2ទៀត